ខ្ញុំបានជោគជ័យហើយខ្ញុំបានពិតជាល្អណាស់យើងទាំងអស់គ្នាបានជោគជ័យហើយពិតជាខ្លាំងមែនខ្ញុំនឹងថ្វាយបង្គំលោកម្ចាស់ព្រះរាជវាំងទាំងមូលត្រូវបានការពារដោយទាហានចំនួន2នាក់បន្ថែម800ពិន្ទុការពារបច្ចុប្បន្នពិន្ទុការពារគឺ900ពិន្ទុសូមអបអរសាទរនៅម្ចាស់ដែលបានបង្កើនពិន្ទុការពារដល់500ពិន្ទុក្នុងរយៈពេល3ថ្ងៃសមត្ថភាពថ្មីចំនួន4មូលសមត្ថភាពច្រើនម្លែងសមត្ថភាពទី1កាយវិការមានកម្រិតខ្ពស់ដែលអាចការពារការវាយប្រហារគ្រប់យ៉ាងពីក្រោមដីសមត្ថភាពទី2អាចបង្កើនកម្រិតថាមពលឬបន្ថយកម្រិតថាមពលសមត្ថភាពទី3អាចបង្កើតឆ្នាំនិងអាវុធក្នុងរយៈពេល3ថ្ងៃមានឱកាស 50% ក្នុងការទទួលបានកម្រិតដំបូងសមត្ថភាពទី4នៅពេលពិន្ទុការពារលើពី1500ពិន្ទុនិងអាចបាត់ដំណើរការតំបន់ច្បាប់ក្នុងតំបន់នោះអាចផ្លាស់ប្ដូរការពិតបានមិនអាក្រក់ទេបើសិនបើលោកម្ចាស់អាចសម្រេចបាន2000ពិន្ទុក្នុងរយៈពេល3ថ្ងៃនឹងទទួលបានសមត្ថភាពថ្មីបើមិនវេឆ្នោតពីប្រព័ន្ធនឹងជួបដែលលោកម្ចាស់ទទួលបាននឹងត្រូវលុបចោលហើយនឹងត្រូវប្រគល់ជូនពិភពលោកវិញ3ថ្ងៃត្រូវរក2000ពិន្ទុមិនអីទេនេះជាការប្រកួតប្រជែងមួយអ្នកទាំងពីរតើអ្នកព្រមធ្វើជាសិស្សរបស់ខ្ញុំទេទីនេះមានភាពរំរឹងខ្លាំងណាស់តើលោកមានសមត្ថភាពអ្វីខ្ញុំមិនគោរពលោកជាគ្រូការធ្វើដំណើរ3ថ្ងៃមិនចាំបាច់ត្រូវការគ្រូទេខ្ញុំដឹងថាវាពិតជាខ្លាំងណាស់បើមិនដូច្នោះទេតើខ្ញុំអាចធ្វើជាគ្រូរបស់ពួកគេបានដោយរបៀបណាតើនេះមិនមែនជាផ្លូវធំទេពួកគេពិតជាមិនដឹងអ្វីសោះទោះបីជាលោកមានសមត្ថភាពខ្លាំងក៏ដោយតើលោកដឹងពីចំណុចខ្សោយនៃច្បាប់នេះទេច្បាប់មានចំណុចខ្សោយដែរមិនចម្លែកទេដែលសឿបូនិយាយថាអ្នកទាំងអស់គ្នាគ្មានចំណេះដឹងអ្វីទៅការហ្វឹកហាត់គឺត្រូវហ្វឹកហាត់មុនហើយរុងរឿងតាមក្រោយច្បាប់នៃការរុងរឿងមិនមែនជារឿងងាយស្រួលទេមិនអាក្រក់ទេក្នុងចំណោមអ្នកទាំងអស់គ្នាអ្នកណាដែលខំប្រឹងហ្វឹកហាត់ដើម្បីភាពរុងរឿងនឹងមិនបាត់បង់ឡើយឥឡូវនេះកម្លាំងរាងកាយកាន់តែខ្លាំងបើមិនដូច្នោះទេវានឹងពិបាកក្នុងការហ្វឹកហាត់នេះជារឿងពិតមែនណាញាក់ដែលគ្មានផ្លូវដើរគឺការហ្វឹកហាត់ដោយគ្មានការព្រួយបារម្ភការហ្វឹកហាត់ដោយគ្មានការព្រួយបារម្ភអ្នកដែលរុងរឿងគឺមានអ្នកការពារនៅពីក្រោយតែឥឡូវនេះមានអ្នកណាដែលអាចធ្វើឲ្យខ្ញុំរុងរឿងបានប្រសិនបើអ្នកណាដែលសម្រេចបាននោះពិតជាអាចធ្វើឲ្យខ្ញុំរុងរឿងបានមែនតើអ្នកទាំងពីរនិយាយរឿងពិតមែននឹងខ្ញុំមិនចាប់ផ្ដើមពីមូលដ្ឋានគ្រូសាស្ត្រនៅទីនេះ